ព្រំដែនកម្ពុជានិងថៃមិនបានបិទទេនៅពេលនេះគ្រាន់តែកែសម្រួលម៉ោងបិទនិងម៉ោងត្រូវបើកប៉ុន្តែប្រសិនបើព្រំដែននេះបិទតែម្ដងមួយថ្ងៃថៃអាចនឹងហែកលុយចោលប្រមាណជា500លានបាតឬស្មើនឹង15លានដុល្លារការកែសម្រួលនេះបានកើតមានឡើងក្រោយពេលដែលថៃបានសម្រេចចិត្តបិទព្រំដែនជាឯកតោភាគីហើយបាបានកែសម្រួលម៉ោងពេលបិទបើកដោយខ្លួនឯងដោយមិនបានជូនដំណឹងមកកាន់ភាគីកម្ពុជានៅក្នុងរង្វង់ថ្ងៃទី7ខែមិថុនាឆ្នាំ2025ការសម្រេចចិត្តនេះត្រូវបានគេជឿជាក់ថាគឺជាការសម្រេចចិត្តរបស់យោធាថៃក្រោយពេលដែលរដ្ឋាភិបាលថៃបានរលាស់ខ្លួនចេញពីការទទួលខុសត្រូវផ្ទាល់លើបញ្ហាព្រំដែនដោយប្រគល់សិទ្ធិជូនកងទ័ពធ្វើការសម្រេចចិត្តតាមស្ថានភាពជាក់ស្ដែងតាមសារព័ត៌មានជាភាសាអង់គ្លេស The Nation បានឲ្យដឹងថាការបិទព្រំដែនកម្ពុជានិងថៃអាចប៉ះពាល់ដល់ពាណិជ្ជកម្មថៃដែលមានតម្លៃរហូតទៅដល់170,000លានបាតឬប្រមាណជាង 5.2,000 លានដុល្លារឯណោះនេះបើតាមសហព័ន្ធឧស្សាហកម្មថៃបានព្រមានកាលពីថ្ងៃអង្គារប្រធានសហព័ន្ធឧស្សាហកម្មថៃលោកគ្រៀងក្រៃធានុគលបានអះអាងថាវិធានការដែលពាក់ព័ន្ធនឹងការបើកនិងបិទច្រកព្រំដែនតាមកាលវិភាគរបស់យោធានឹងធ្វើឲ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរលោកបានកត់សម្គាល់ថាសមាជិកសហព័ន្ធឧស្សាហកម្មថៃមួយចំនួនបានចាប់ផ្ដើមទទួលបានផលប៉ះពាល់រួចហើយបើទោះបីជាបច្ចុប្បន្នវាមិនអាចវាយតម្លៃពីទំហំនៃការខូចខាតបានច្បាស់លាស់ក៏ដោយលោកបានពន្យល់ថាពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃជាមួយកម្ពុជាមានតម្លៃប្រមាណ 5.2 លានដុល្លារក្នុងមួយឆ្នាំដោយតាមច្រកស្រុកអរញ្ញប្រទេសខេត្តស្រះកែវមួយគឺមានតម្លៃស្មើនឹងប្រមាណ 3.37 លានដុល្លារឬប្រហែល 64% នៃតម្លៃសរុបលោកបានបន្តថានៅពេលនេះវាពិបាកក្នុងការវាយតម្លៃផលប៉ះពាល់ទាំងស្រុងប៉ុន្តែប្រសិនបើយើងគណនាដោយផ្អែកលើតម្លៃនាំចេញសរុបប្រចាំថ្ងៃវានឹងមានប្រហែល 15 លានដុល្លារក្នុងមួយថ្ងៃលោកបានបង្ហាញនូវសេចក្តីសង្ឃឹមថាស្ថានភាពនឹងមិនអូសបន្លាយយូរពេកទេព្រោះការពន្យាពេលកាន់តែយូរនោះផលប៉ះពាល់ក៏នឹងកើតមានកាន់តែខ្លាំងលោកបានអះអាងថាពិតណាស់វិវាទនឹងធ្វើឲ្យទាំងថៃនិងកម្ពុជារងទុក្ខថៃមានអតិរេកពាណិជ្ជកម្មពីការនាំចេញទំនិញប្រើប្រាស់ប្រេងឥន្ធនៈគ្រឿងចក្រនិងម៉ាស៊ីនដែលនឹងរងផលប៉ះពាល់ប៉ុន្តែគ្មាននរណាម្នាក់ចង់ឲ្យរឿងនេះកើតឡើងនោះទេនៅពេលដែលវាកើតឡើងប្រទេសថៃត្រូវបិទព្រំដែនជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការចរចានៅលើតុលោកជឿជាក់ថាកិច្ចពិភាក្សានឹងផ្ដល់លទ្ធផលល្អជាមួយនឹងការយោគយល់គ្នាទៅវិញទៅមកដែលអនុញ្ញាតឲ្យច្រកព្រំដែនវិលមករកភាពប្រក្រតីឡើងវិញដូច្នេះភាគីទាំងពីរអាចបន្តពាណិជ្ជកម្មឡើងវិញដោយគ្មានការរំខានបន្ថែមទៀតលោកបញ្ជាក់ថាមិនមានវិធានការគ្រប់គ្រងនៅពេលនេះទេដោយសារសហព័ន្ធឧស្សាហកម្មថៃកំពុងរងចាំលទ្ធផលនៃការចរចាដែលកំពុងបន្តលោកបានកត់សម្គាល់ថារហូតមកដល់ពេលនេះការចរចាមានដំណើរការជាវិជ្ជមានហើយជាសំណាងល្អដែលមិនមានការវាយប្រហារឬសង្គ្រាមផ្ទុះឡើងដោយឡែកស្ថិតិដែលអគ្គនាយកដ្ឋានគយនឹងរដ្ឋកោកម្ពុជាបានបង្ហាញថា5ខែដើមឆ្នាំ2025នេះកម្ពុជានាំចេញទៅថៃមានតម្លៃត្រឹមតែជិត400លានដុល្លារជាមួយនឹងកំណើន 3.4% ប៉ុណ្ណោះហើយនាំចូលពីថៃមកវិញគឺមានតម្លៃដល់ទៅ 1.48 ពាន់លានដុល្លារជាមួយនឹងកំណើន 11%